សុស្ដីប្រិមិត្តវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹងពិភពរឿងនិទានហើយថ្ងៃនេះដែរយើងនឹងពណ៌នារឿងមួយដែលមានចំណងជើងថាទេវតាយាមព្រៃកាលពីយូរលង់ណាស់មកហើយមានបរិសម្នាក់រស់នៅក្នុងភូមិជិតព្រៃធំមួយបរិសនោះមានមុខរបរជាអ្នកកាប់អូសដើម្បីយកទៅលក់នៅឯផ្សារបើទោះបីជាគាត់ក្រក្រៃប៉ុន្តែគាត់ជាមនុស្សដែលស្មោះត្រង់មានទឹកចិត្តល្អនិងចូលចិត្តជួយអាសាអ្នកដទៃនៅក្នុងភូមិនោះក៏មានបរិសម្នាក់ទៀតដែលមានមុខរបរជាព្រានព្រៃដែលតែងតែចូលក្នុងព្រៃដើម្បីបាញ់សត្វព្រានព្រៃជាមនុស្សដែលមានចិត្តរឹងរូសនិងមិនសូវចេះអាណិតអ្នកដទៃនិងគិតតែប្រយោជន៍ខ្លួនឯងថ្ងៃមួយអ្នកកាប់អូសបានយកពូថៅនិងខ្សែទៅព្រៃដើម្បីកាប់ឈើពេលថ្ងៃក្តៅខ្លាំងគាត់ក៏អង្គុយសម្រាកក្រោមដើមឈើដ៏ធំមួយហើយយកទឹកដែលគាត់បានយកមកផឹកនៅពេលនោះស្រាប់តែមានតាចាស់ម្នាក់បានដើរយឺតសម្ដៅមករកគាត់ហើយនិយាយទៅកាន់គាត់ថាក្មួយអើយតាដើរពីឆ្ងាយមកដល់ទីនេះក្តៅណាស់ហើយក៏ស្រេកទឹកខ្លាំងណាស់ដែរតើអាចសុំទឹកបន្តិចបានទេអ្នកកាប់អូសបានឮដូច្នេះក៏មានចិត្តអាណិតហើយឆ្លើយតបដោយសុភាពរាបសារថាបានតាទឹកខ្ញុំមិនច្រើនទេប៉ុន្តែតាអាចយកទៅផឹកបានសូមពិសាចុះតាបន្ទាប់មកគាត់ក៏ប្រគល់ទឹកទៅឲ្យតាផឹកដោយមិនស្ទាក់ស្ទើរតាចាស់ផឹករួចហើយក៏ញញឹមហើយអរគុណគាត់យ៉ាងខ្លាំងមុននឹងដើរចេញទៅបាត់ចូលទៅក្នុងព្រៃតាមពិតទៅតាចាស់នោះគឺជាទេវតាយាមព្រៃដែលបានបំលែងខ្លួនមកសាកល្បងចិត្តមនុស្សនៅថ្ងៃបន្ទាប់ព្រានព្រៃក៏បានដើរឆ្លងកាត់ទីនោះដែរទេវតាយាមព្រៃក៏និមិត្តខ្លួនជាតាចាស់ដូចពីថ្ងៃម្សិលមិញហើយក៏មកសុំទឹកទៅដល់ព្រានព្រៃនោះក្មួយអើយតាស្រេកទឹកណាស់អាចឲ្យតាផឹកទឹកបន្តិចបានទេព្រានព្រៃបានមើលតាចាស់នោះហើយនិយាយដោយសំឡេងមិនល្អថាមិនបានទេទឹកនេះខ្ញុំទុកតែផឹកខ្លួនឯងបើតាស្រេកទឹកទៅរកកន្លែងណាផ្សេងទៅនិយាយចប់ព្រានព្រៃក៏ដើរចេញដោយមិនខ្វល់ពីតាចាស់នោះឡើយទេវតាយាមព្រៃបានឃើញចរិតរបស់គាត់ក៏ដឹងថាព្រានព្រៃនេះគឺជាមនុស្សដែលគ្មានចិត្តហើយក៏ជាមនុស្សដែលចិត្តអាក្រក់ផងដែរប៉ុន្មានថ្ងៃក្រោយមកអ្នកកាប់អូសបានដើរចូលទៅក្នុងព្រៃដូចធម្មតាខណៈពេលដែលគាត់កំពុងដើរស្រាប់តែមានដំរីក្បាល3ដ៏ធំមួយមកឈរនៅពីមុខគាត់ភ័យខ្លាំងណាស់ប៉ុន្តែដំរីនោះមិនបានធ្វើអ្វីទៅដល់គាត់ឡើយវាបានបង្ហាញផ្លូវឲ្យគាត់ដើរតាមទៅចូលទៅក្នុងព្រៃជ្រៅរហូតទៅដល់រូងភ្នំមួយដែលមានកំណប់មាសប្រាក់ជាច្រើននៅពេលនោះទេវតាយាមព្រៃក៏បានបង្ហាញខ្លួនហើយនិយាយទៅកាន់បរិសនោះថាអ្នកគឺជាមនុស្សល្អមានមេត្តាដូច្នេះខ្ញុំនឹងផ្ដល់កំណប់នេះឲ្យអ្នកជារង្វាន់អ្នកកាប់អូសសប្បាយចិត្តណាស់ហើយបានយកកំណប់មួយចំនួនទៅរស់នៅដោយជីវភាពសុខសាន្តជាមួយនឹងគ្រួសារចំណែកឯព្រានព្រៃវិញថ្ងៃមួយខណៈពេលដែលគាត់កំពុងតែបរបាញ់សត្វនៅក្នុងព្រៃស្រាប់តែមានខ្លាធំមួយលោតចេញពីព្រៃមកវាយប្រហារព្រានព្រៃមិនអាចរត់គេចបានទេហើយចុងក្រោយក៏ត្រូវបានខ្លាខាំស្លាប់នៅក្នុងព្រៃនោះហើយសាច់រឿងនិទាននេះចង់មករៀនថាមនុស្សដែលមានចិត្តល្អចេះជួយអ្នកដទៃតែងតែទទួលបានរង្វាន់ល្អចំណែកឯអ្នកដែលមានចិត្តអាក្រក់គិតតែផលប្រយោជន៍ខ្លួនឯងនឹងជួបតែគ្រោះអាក្រក់នៅថ្ងៃក្រោយជាមិនខានហើយសាច់រឿងទេវតាយាមព្រៃក៏ត្រូវបានបញ្ចប់តែត្រឹមនេះហើយបើមានចន្លោះខ្វះខាតឬលើសលួសត្រង់ចំណុចណាក៏សូមមេត្តាខន្តីអភ័យទោសពីសំណាក់បងប្អូនប្រិយមិត្តអ្នកទស្សនាហើយខ្ញុំបាទក៏សូមអរកាយគ្រប់លាជួបគ្នានៅពេលវេលាក្រោយបាយបាយបងប្អូនសូមបញ្ជាក់បន្តិចណាសម្រាប់វីដេអូនេះគឺខ្ញុំបាទធ្វើដោយ AI ទេគឺមិនទាន់បានល្អអីទេប៉ុន្តែសង្ឃឹមថានៅពេលវេលាក្រោយៗមកខ្ញុំនឹងចេះធ្វើកាន់តែល្អអញ្ចឹងវាអាចនិយាយទៅស៊ីសាច់រឿងធ្វើឲ្យបងប្អូនមានអារម្មណ៍ថាល្អមើលតែឥឡូវទ្រាំមើលសិនទៅបងប្អូនដោយសារតែសមត្ថភាពយើងនៅស្ទើរមិនទាន់ធ្វើចេញបានល្អអរគុណ